អ្នកចង់ញ៉ាំជ្រូកខ្វៃនៅសាលាការ៉េឥឡូវគឺថាមានលុយតែពី30000អីក៏អាចញ៉ាំបានដែរគឺអត់ប្របាក់ទិញទាំងមូលដោយការមុនទេដោយសារឥឡូវនេះគឺគាត់មានខ្វៃលក់រាយនៅខាងក្រៅណាហើយសម្រាប់ជ្រូកខ្វៃរបស់គាត់គឺថាស្បែកស្រួយល្អមែនតើតែកាលពីមុនណាបើសិនជាចង់ញ៉ាំជ្រូកខ្វៃនៅកន្លែងគាត់តតែថាកំងទាំងមូលហ្មងប៉ុន្តែឥឡូវគឺពិសេសហើយបើថាទាអាំងទាខ្វៃនៅកន្លែងគាត់នេះវិញនិយាយទៅអ្នកដែលនៅខាងសាលាការ៉េផ្លូវកប់ស្រូវស្គាល់ច្បាស់ហ្មងសម្រាប់ទីតាំងដែលTwo Sister ទៅនេះគឺនៅលើផ្លូវកប់ស្រូវសាលាការ៉េពុកម៉ែប្អូនដែលគាត់មានឈ្មោះថាជ្រូកខ្វៃទាខ្វៃសាលាការ៉េហើយអញ្ចឹងឥឡូវនេះគឺយើងមកស្ដាប់ពីប្រូម៉ូសិនពិសេសទាំងអស់គ្នាចាតានេះជ្រូកខ្សែ 100% នៅរយៈពេលពីថ្ងៃនេះដល់ថ្ងៃ31មានប្រូម៉ូសិនជាទូទៅនាងខ្ញុំលក់80000ក្នុង1គីឡូចាតែឥឡូវប្រូម៉ូសិននៅ70000ពីថ្ងៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ31តែគាត់ទិញមានតម្រូវការខ្សែនេះយកមានប្រូម៉ូសិនមានចាជ្រូកមួយថែមជូនទា2ជ្រូកមួយថែមជូនទា2ក្បាលចាថែមជូនទា2ក្បាលចាអញ្ចឹងសម្រាប់ពុកម៉ែប្អូនដែលមានតម្រូវការទិញយកទៅដាក់នៅតាមកម្មវិធីផ្សេង Twitter នឹងដាក់លេខតំណែងរបស់គាត់នៅលើ caption ក៏ដូចជាក្នុង comment ហើយសម្រាប់ជ្រូកខ្វៃនេះគឺថាស្បែករបស់គេស្រួយល្អមែនតើហើយក្បាលជ្រូកនេះតម្លៃតែ70000ទេណាពុកម៉ែប្អូនគឺតម្លៃសមរម្យអញ្ចឹងយើងចង់ញ៉ាំជ្រូកខ្វៃអីគឺអត់ពិបាកទេហើយក្រៅតែពីជ្រូកខ្វៃគឺគាត់នៅមានជាប្រភេទទាខ្វៃក៏ដូចជាទាអាំងដែលគាត់លក់ដាច់មែនតើក្នុងមួយថ្ងៃហ្នឹងគឺចេញរាប់រយក្បាលទាំងអស់សរុបទាំងអស់190បងដាក់រោងការគេ2រោង1រោង80និង1រោង70ការធ្វើពីមុំនេះមាន3បងទឹកទី1យើងដាក់សម្ងួតខ្លាញ់និងទឹកជាទឹកដែលនៅក្នុងទាទី2យើងលាបគ្រឿងដើម្បីឲ្យវាស្អិតជាប់មួយខ្នាទឹកទី3យើងដាក់ឆ្អិនយកតែម្ដងមាន2បងមានទាអាំងទឹកឃ្មុំនិងខ្វៃទឹកឃ្មុំបានលើអញ្ចឹងហើយគឺឈប់ឆ្ងល់ហើយថាមិនបានទាអាំងទាខ្វៃនៅកន្លែងគាត់លក់ដាច់ពុរិសាតែតិចនិចនៅក្នុងការធ្វើរបស់គាត់ហ្នឹងគឺច្រើនដំណាក់កាលមែនតើហើយបើនិយាយពីបទពិសោធន៍វិញពុកម៉ែប្អូនគឺគាត់ធ្វើទាខ្វៃក៏ដូចជាទាអាំងហ្នឹងគឺចូលខ្ទង់10ឆ្នាំហើយមើលតែទឹកសោះទៅគឺដឹងហើយថាទំនងប៉ុណ្ណាហើយសម្រាប់រសជាតិទាអាំងនៅកន្លែងគាត់សឹងថាពេលដែលយើងញ៉ាំមិនចាំបាច់ជ្រលក់ជាមួយនឹងទឹកជ្រលក់ដែលគាត់ឲ្យខាងក្រៅក៏បានដែរព្រោះដោយសារតែរសជាតិដែលគាត់មានប្រឡាក់គ្រឿងនៅខាងក្រៅហ្នឹងគឺខាំជាប់សាច់បានល្អមែនតើហើយគាត់ដាក់អាំងបានក្រៀមល្អពុកម៉ែប្អូនអញ្ចឹងនៅពេលដែលគាត់លាបគ្រឿងហើយគឺគាត់យកមកដាក់នៅក្នុងឡអញ្ចឹងដើម្បីឲ្យទាហ្នឹងគឺជាតិហ្នឹងវាខាំចូលសាច់ទាបានល្អអញ្ចឹងណាហើយសម្រាប់ពុកម៉ែប្អូនដែលមានតម្រូវការទិញដាក់តាមកម្មវិធីផ្សេងអីគឺ Twitter recommend នៅទីតាំងមកកន្លែងនេះមែនតើអត់ខកបំណងទេរសជាតិនៅកន្លែងគាត់ឆ្ងាញ់ហើយក្រៅពីហ្នឹងក៏គាត់មានជាប្រភេទគ្រឿងក្នុងឆាអញ្ចឹងដែរនិយាយទៅគឺថាមានសពគ្រប់តែម្ដងសូមបញ្ជាក់ដែរនៅទីនេះគឺគាត់អត់មានតុកឲ្យយើងអង្គុយញ៉ាំទេនេះដោយសារតែ Twister ទៅថតទេបានគាត់រៀបចំតុកដើម្បីឲ្យអង្គុយថតឲ្យស្រួលអញ្ចឹងពុកម៉ែប្អូនហើយសម្រាប់ជ្រូកខ្វៃនេះគឺគាត់មានមកជាមួយនឹងបន្លែក៏ដូចជាបាញ់ហយមួយសេតហ្នឹងនិយាយទៅគឺមួយសេតនេះគ្នាពី3នាក់អីមកល្មមតែម្ដងហើយគាត់មានមកជាមួយនឹងទឹកជ្រលក់3ប្រភេទសម្រាប់ជ្រលក់ជាមួយនឹងជ្រូកខ្វៃផ្សេងទៅដាក់ជាមួយនឹងបាញ់ហយផ្សេងអញ្ចឹងណាបើសិនជាមានកម្មវិធីជួបជុំដូចជាកម្មវិធីគូកណាតអីខ្ជិលធ្វើម្ហូបទិញតែជ្រូកខ្វៃទាអាំងនៅនេះពុកម៉ែប្អូនយកទៅណាមិនអស់ជាពិសេសហ្នឹងគឺថាអត់ហត់លាងដែរស្អាតចូលញ៉ាំហ្មងហើយសម្រាប់ទាខ្វៃរបស់គាត់នេះគឺមានមកជាមួយនឹងទឹកជ្រលក់ទឹកសៀងរបស់គេហ្នឹងនិយាយទៅគឺរសជាតិឆ្ងាញ់ហើយសម្រាប់ Twister គឺជាប់ចិត្តខ្លាំងហ្នឹងជាមួយនឹងទាអាំងនៅកន្លែងគាត់ណាគឺគាត់ដាក់អាំងបានក្រៀមល្អបើថាឆាគ្រឿងក្នុងនេះវិញក៏ឆ្ងាញ់មិនធម្មតាដែរមកប្រអប់នេះគឺតម្លៃចាប់ពី10000ឡើងទៅពុកម៉ែប្អូនហើយអញ្ចឹងសម្រាប់ពុកម៉ែប្អូនដែលចង់ទៅទិញញ៉ាំអីគឺ Twister នឹងដាក់ទីតាំងលម្អិតនៅលើ caption ក៏ដូចជាក្នុង comment មួយទៀតសម្រាប់ពុកម៉ែប្អូនដែលចង់ខ្វៃជ្រូកខ្លួនឯងអីក៏គាត់មានលក់គ្រឿងសម្រាប់ខ្វៃជ្រូកដែរដែល set ខាងនេះគឺសម្រាប់ជ្រូកខ្វៃស្បែកអាឡូងដែលយើងមិនចាំបាច់ប្រើលក្ខណាហើយខាងនេះវិញគឺជ្រូកខ្វៃស្បែកគ្រើមអត់ប្រើលក្ខដូចគ្នាអញ្ចឹងពុកម៉ែប្អូនគឺអាចតាក់ទងទៅទិញនៅខាងគាត់បានវីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេបាយ